និយាយថាគ្រឿងសម្លកកូរយើងហ្នឹងបងប្អូនអើយបន្លែច្រើនណាស់ហើយបើអត់បានបន្លែច្រើនអញ្ចឹងវាអត់ឆ្ងាញ់ទេបងប្អូនថ្ងៃសុក្រទិញម្សាថ្ងៃសៅរ៍ទិញម្សាទៀតដោយសារបន្លែខ្លះអត់ហ៊ានទិញទុកទេវាខ្លាចខូចខ្លាចអីអញ្ចឹងណាហើយបន្លែខ្លះទៀតអត់មានតថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងបានបងប្អូនអ្នកលក់ហ្នឹងពួកគាត់យកមកលក់អញ្ចឹងវាសម្បូរអញ្ចឹងដោយសារអ្នកមកធ្វើការជនជាតិអឺអាស៊ីយើងហ្នឹងច្រើនអញ្ចឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យបន្លែបុកមកតែម្ដងដោយសារនេះបងប្អូនស្លឹកងប់នេះគឺថាទិញបាន2ដុំនិយាយពីថាអង្គុយបេះឲ្យហើយអញ្ចឹងទៅខ្ញុំទម្លាប់ដូចថាបើសិនតែខ្ញុំអ្នកទិញបន្លែទិញអីអញ្ចឹងទៅស្លផ្ទះមិត្តភ័ក្ដិអីអញ្ចឹងក៏ខ្ញុំតនេក៏ខ្ញុំបេះទុកឲ្យហើយអញ្ចឹងណាព្រោះអីមនុស្សខ្ញុំចូលចិត្តធ្វើអីឲ្យហើយស្រួលខ្លួនអញ្ចឹងបងប្អូនហើយបើសិនថាមុំទៅដល់ផ្ទះគាត់មុំមកចាប់រៀបស្លរៀបអីវាយូរអញ្ចឹងមានតែនៅផ្ទះមានតែឆក់ឆ្លៀតអាកាសខ្លះយកមករៀបចំនិយាយទៅផឹកឡើងទៅផ្សារហើយមកវិញធ្វើបាយទឹកបាយអីឲ្យប៉ាក្មេកហើយគឺអង្គុយបេះបន្លែបេះអីហើយលាងទុកឲ្យហើយតែម្ដងវាទម្លាប់របស់ខ្ញុំហ្មងបងប្អូនដោយថានៅតនេក៏ពិបាកដែរនៅអត់សុកដោយសារបន្លែមានហើយអីហើយចេះតែធ្វើទុកឲ្យហើយអញ្ចឹងទៅដល់ពេលទៅផ្ទះមិត្តភ័ក្ដិខ្ញុំអញ្ចឹងទៅបន្លែមិនត្រឹមខ្ញុំបេះឲ្យហើយបងប្អូនគឺខ្ញុំលាងឲ្យហើយតែម្ដងដើម្បីពេលដែលទៅផ្ទះគាត់គឺយើងដាក់តែស្លគឺងាយស្រួលតែម្ដងវាអត់ពិបាកអត់យូរនិយាយទៅធ្វើអញ្ចឹងគឺវាស្រួលតែម្ដងបងប្អូនហើយបន្លែពេលដែលខ្ញុំចិតស្អាតអីស្អាតអញ្ចឹងទៅដូចជាក្នុងទឹកហ្នឹងបងប្អូនអាចដាក់ជាអំបិលបន្តិចណាកុំឲ្យបន្លែយើងវាឡើងពណ៌ខ្មៅដោយសារបន្លែកកូរបងប្អូនដឹងស្រាប់អីដូចជាមានត្រប់មានល្ពៅមានអីអញ្ចឹងបើសិនតែយើងចិតទៅវាអាចជាឡើងពណ៌ខ្មៅដោយសារខ្ញុំដាក់អំបិលអញ្ចឹងទៅវាអត់ពណ៌ខ្មៅទេបងប្អូនលាងឲ្យស្អាតអីឲ្យស្អាតអញ្ចឹងទៅដាក់ក្នុងទូទឹកកកមួយយប់2យប់គឺបន្លែនៅល្អទេអត់ខូចតាណាទេបងប្អូននឹងខ្ញុំទ្រលាប់ធ្វើឲ្យដោយសារខ្ញុំធ្វើអីម្ដងខុសត្រូវមួយថ្ងៃ2ថ្ងៃអីអញ្ចឹងខ្ញុំលាងទុកអញ្ចឹងគឺវាអត់ខូចទៅណាទេសោភ័ណភាពវានៅល្អឯងបងប្អូនចាសំខាន់យើងលាងហើយចម្រោះទឹកឲ្យរាងស្រស់បន្តិចទៅណាកុំដាក់ទឹកប្រពេកប្របាច់អញ្ចឹងទៅខ្លាចយើងច្រកចូលស្បោងទុកទូទឹកកកក៏វាលួយដែរក៏ប៉ុន្តែដោយសារខ្ញុំលាងហើយខ្ញុំចម្រោះទឹកនឹងឲ្យវារៀងស្ងួតស្រស់ទឹកបន្តិចទៅចាំច្រកចូលស្បោងអញ្ចឹងទៅចាំដាក់ក្នុងទូទឹកកកហើយនិយាយទៅបងប្អូនដឹងស្រាប់ហើយសឡកកូខ្មែរយើងបើសិនជាអត់មានគ្រឿងច្រើននោះទេគឺអត់ឆ្ងាញ់តែម្ដងបងប្អូនខ្វះមុខខ្វះក្រោយគឺខ្ញុំក៏អត់ចេះធ្វើសម្លកកូរដែរតោះតែមានគ្រឿងសពគ្រប់អីអញ្ចឹងណាមានទ្រាប់ស្រួយទ្រាប់វែងទ្រាប់ពីញងអីអញ្ចឹងទៅមានអាគ្រឿងអញ្ចឹងគ្រាន់ថាអូយបើសិនថានៅខ្មែរមានទាំងខ្នោមានទាំងអីទៀតមិនដឹងយ៉ាងណាទេតែប៉ុណ្នេះគឺថាពិសេសឲ្យបងប្អូនហើយមានទាំងស្លឹកម្រះស្លឹកងប់បន្លែផ្អែមបន្លែអីអញ្ចឹងទៅត្រួយល្ពៅត្រួយអីអញ្ចឹងណាផ្លែល្ពៅផ្លែអីអញ្ចឹងបងប្អូននិយាយប៉ុណ្ណឹងគឺអស្ចារ្យតែម្ដងហើយបន្លែទ្រាប់វិញក៏ខ្ចីណាបងប្អូនហើយបងប្អូនណាខ្លះដូចខ្ញុំអញ្ចឹងបើខ្ញុំវិញគឺវាទ្រលាប់អញ្ចឹងបងប្អូនបើថាថ្ងៃស្អែកអីត្រូវទៅណាទៅណីអីអញ្ចឹងគឺខ្ញុំនៅអត់សុខទេបងប្អូនការងារដែលខ្ញុំត្រូវធ្វើគឺខ្ញុំតែងតែរៀបចំទុកឲ្យហើយមិនថាការងារតិចការងារច្រើនទេនៅអត់សុខមានអារម្មណ៍ថាមានអ្វីដូចមិនទាន់ធ្វើអីអញ្ចឹងបងប្អូនគេងក៏មិនលក់អីក៏មិនលក់អញ្ចឹងបានថាមនុស្សអត្តចរិតដូចថាខុសគេបងប្អូនដោយទៅស្រុកខ្មែរអីអញ្ចឹងជួនកាលមកយប់ហ្នឹងតើភ្លឺអីហ្នឹងគ្មានបានគេងទេបើដឹងថាបានទៅស្រុកលេងម្ដងគឺអត់បានគេងតែម្ដងត្រឡប់អាក្រក់មិនថាទៅណាក៏ដោយមិនថាទៅផ្ទះមិត្តភ័ក្តិទៅផ្ទះមិត្តភ័ក្តិនៅចិត្តគ្នាក៏មិនឆ្ងាយដែរតែអារម្មណ៍ដឹងមិនអារម្មណ៍មួយដូចថាវាផ្ដោតនៅលើអារម្មណ៍ខាងស្អែកយើងត្រូវទៅទិញបន្លែហើយស្អែកបន្លែអីគិតសពគិតគ្រប់អញ្ចឹងណាខ្លាចភ្លេចបងប្អូនអូយមនុស្សខ្ញុំគឺថាព្យាយាមនឹងការគិតនឹងតែម្ដងខ្លាចភ្លេចបងប្អូនអើយហើយឥឡូវខ្ញុំចិត្តហើយបងប្អូនទឹកអំបិលអីហ្នឹងខ្ញុំលាងម៉ាសាជា2សាដែរបងប្អូនអើយហើយមកលាងធ្វើម៉េចឲ្យវាស្អាតអញ្ចឹងណាយើងញ៉ាំយើងអីទៅបន្លែលាងឲ្យស្អាតទៅលាងស្អាតសុទ្ធតែសុខភាពយើងទេហើយបើយើងកុំធ្វើអីអាងថាធ្វើខ្លួនឯងអីខ្លួនឯងគេមើលមិនឃើញអីមិនឃើញអីក៏មិនអីអាម៉េចនិយាយទៅការរស់នៅគឺថាសុខភាពគឺជាចម្បងតែម្ដងយើងរស់នៅមិនថាយើងធ្វើឲ្យគេញ៉ាំយើងធ្វើខ្លួនឯងទេទៅត្រូវការដូចថាឲ្យវាស្អាតជាទម្លាប់អនាម័យតែម្ដងនិយាយទៅបងប្អូនសុខភាពយើងខ្លួនឯងអីខ្លួនឯងយើងឈឺស្កាត់គ្មានអ្នកណាមកមើលទេហើយបន្លែនៅស្រុកគេនេះនិយាយទៅវាមិនដូចបន្លែស្រុក
Việt Nam Việtអីsợគីមីគេអីអញ្ចឹងនៅស្រុកនេះក៏នៅមានគីមីគេបាញ់ថ្នាំបាញ់អីខ្លាំងផងក៏ប៉ុន្តែវាមិនសូវដូចនៅវៀតណាមគេមើលបន្លែដែរបន្លែខ្លះគឺគេអត់មានគីមីទេក៏ប៉ុន្តែតម្លៃវាខ្ពស់មែនតែនគឺគេដាំនៅក្នុងរោងហើយបន្លែហ្នឹងគឺវាអត់ប្រើថ្នាំអត់ប្រើអីទេហើយគេដាក់កុំឲ្យមានសត្វមានអីស៊ីអញ្ចឹងបងប្អូនហើយក៏ប៉ុន្តែបន្លែទាំងនោះគឺវាមានតម្លៃខ្ពស់ជាងអាបន្លែយើងនៅផ្សារនៅម៉ាតអីទិញធម្មតាអញ្ចឹងគេមានបែងចែកបន្លែដែលគេអត់ប្រើគីមីបន្លែដែលគេល្អគេដាំនៅក្នុងរោងមិននិយាយទៅគឺគេបែងចែកខុសតម្លៃគ្នាឆ្ងាយហើយទៅអាបន្លែដែលគេអត់ប្រើថ្នាំអត់ប្រើអីហ្នឹងគឺតម្លៃវាខ្ពស់តែម្ដងតែចំពោះគេអ្នកមានវិញគឺគេហ៊ានហូបបងប្អូនដោយសារគេគិតថាសុខភាពគឺជាចម្បងតែម្ដងតែបើចំពោះយើងជាមនុស្សធម្មតាសាមញ្ញអីចេះយើងមិនដល់ថ្នាក់នោះទេក៏ប៉ុន្តែយើងត្រូវសម្អិតសម្អាតវាឲ្យបានស្អាតឲ្យបានខ្លាំងមែនតែនដូចជាខ្ញុំចិត្តលាអត់បីអីលាង2 3ទឹកលាង2 3ទឹកឲ្យស្អាតហើយគឺត្រាំវាទៀតត្រាំហើយចាំយើងចម្រោះឲ្យស្រស់ទឹកបន្តិចបងប្អូននិយាយទៅការធ្វើរបស់របរអនាម័យគឺសិតតែដូចខ្ញុំនិយាយអញ្ចឹងដោយសារសុខភាពខ្លួនឯងទាំងអស់គ្នាអញ្ចឹងកូនអីអញ្ចឹងបងប្អូនហើយយើងមើលមិនឃើញថាផ្លែណាគេបាញ់ថ្នាំអីខ្លះក៏យើងមើលអត់ឃើញដែរអញ្ចឹងមានតែថាលាងវាទៅលាងឲ្យវាស្អាតលាងឲ្យវាច្រើនទឹកស្អាតពេលណាល្អពេលនោះហើយបងប្អូនមើលណាដូចខ្ញុំនោះខ្ញុំលាងអាស្លឹកនេះខ្ញុំឃើញអាកូនខ្យងក្តក់មួយនៅជាប់នោះខ្ញុំថាឃើញហ៎អាសត្វហ្នឹងបើសិនយើងស៊ីដោយមានកូនមានអីក៏យើងមិនដឹងថាកើតជាមេរោគមេអីយើងអត់ដឹងទេណាបងប្អូនបើសិនជាយើងចេះតែស៊ីដោយវាអីអញ្ចឹងណាអញ្ចឹងបានថាចេះតែលាងឲ្យវាច្រើនទឹកអញ្ចឹងទៅហើយបន្លែកកូរខ្ញុំសានេះគឺថាដឹងតែមួយឆ្នាំងធំខ្លាំងតែម្ដងគឺត្រៀមឆ្នាំងធំស្លណាបងប្អូន6 7នាក់អីអញ្ចឹងទៅបងប្អូនខ្មែរយើងមិត្តភ័ក្ដិខ្ញុំទាំងអស់គ្នាជួបជុំគ្នាហ្នឹងជួបជុំគេស្លគ្រឿងហ្នឹងគឺថាភ្នាល់ចាញ់គេដោយសារមិត្តភ័ក្ដិខ្ញុំម្នាក់ហ្នឹងគាត់ពោះធំហើយពួកខ្ញុំហ្នឹងភ្នាល់គ្នាថាឥឡូវកូនគេហ្នឹងគឺស្រីហើយប្រុសឥឡូវសំខាន់គឺពួកខ្ញុំភ្នាល់ចាញ់គេបាត់